នេះខ្ញុំបានមើលព្រឹត្តិការណ៍មួយនៅប្រទេសថៃដែលគេជាកម្មវិធីបើកព្រឹត្តិការណ៍ SEA Games លើកទី33ខ្ញុំមើលទៅបងប្អូនបើមានការខុសបើមានការរអាក់រអួលខ្លាំងមែនទែនមិនមែនតែជាមួយនឹងប្រទេសកម្ពុជារបស់យើងទេខ្ញុំលើក3ចំណុចបាទទី1គឺខុសផែនទីរបស់ប្រទេសវៀតណាមនៅលើ LED បាទដែលគេបង្ហាញហ្នឹងហើយទី2នេះដូចជាមានខុសជាមួយនឹងអក្សរខ្មែរតែពាក្យជំរាបសួរហ្នឹងទៅសេទៅណាណៃនោះហើយទី3នោះគឺខុសជាមួយនឹងទង់ជាតិរបស់ប្រទេសឥណ្ឌូនេស៊ីតែដាក់ជាមួយនឹងទង់ជាតិសិង្ហបុរីណាបងប្អូនហូយយើងដឹងថាប្រទេសថៃឬក៏សៀមកំពុងតែបំពេញហើយកំពុងតែផ្ទុះអាវុធជាមួយនឹងប្រទេសកម្ពុជារបស់យើងហើយព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍អង្ការពី SEA Games 32គឺយើងជាម្ចាស់ផ្ទះហើយយើងគឺប្រឹងប្រែងក្នុងការធ្វើបានល្អខ្លាំងមែនតើហើយបន្តមកទៀតថ្ងៃនេះជាថ្ងៃដែលSEA Games លើកទី33ដោយ2ឆ្នាំគេធ្វើម្ដងនៅក្នុងតំបន់អាស៊ានរបស់យើងណាអញ្ចឹងលើក33នេះគឺថៃគឺធ្វើជាម្ចាស់ផ្ទះរងការរិះគន់ខ្លាំងមែនតើមិនថាតែប្រជាជនកម្ពុជាយើងរិះគន់ទេបណ្ដាប្រទេសនៅអាស៊ានទាំងអស់គឺមានការរិះគន់ខ្លាំងមែនតើដូចជាដាក់ខុសជាមួយនឹងផែនទីប្រទេសវៀតណាមបងប្អូនណាហើយដូចជាប្រមាណថ្ងៃមុនហ្នឹងគឺមានការប្រកួតជាមួយនឹងអ៊ុយ23វៀតណាមប៉ះជាមួយនឹងឡាវបាទដាច់ភ្លើងបាទដាច់អីណានៃសំឡេងហ្នឹងធ្វើឲ្យមានការរអាក់រអួលខ្លាំងវាអាចបាក់មុខដែរសម្រាប់ប្រទេសថៃហើយខ្ញុំគិតថាកំហុសឆ្គងនេះវាដូចជារៀបចំឬក៏យ៉ាងម៉េចបងប្អូនណាដូចជាអន់ពេកណាប្រទេសដែលមានសក្តានុពលខ្លាំងណាដើម្បីពីមុនមកហើយពេលដែលរៀបចំកម្មវិធីវាធ្វើកលេសខេសដោយកម្មវិធីប៉ុនមួយចុះបាទដោយកម្មវិធីប៉ុនមួយចុះហើយខុសមិនមែនតែខុសជាមួយនឹងប្រទេសកម្ពុជាយើងទេខុសប្រទេសផ្សេងទៀតបាទរៀបចំឯណាដាក់ផែនទីខុសទង់ជាតិខុសណាអូយហើយយើងដឹងហើយថាប្រហែលថ្ងៃនេះគឺស្ថានភាពតានតឹងមែនទែនមានការផ្ទុះអាវុធដែលថៃបំពេញទៅលើកម្ពុជាយើងមុនក្នុងការផ្ទុះអាវុធចូលទឹកដីកម្ពុជាយើងប៉ះជាមួយនឹងប្រជាពលរដ្ឋភូមិប្រជាពលរដ្ឋក៏ដូចជាសំណង់អាគារមួយចំនួននឹងធ្វើឲ្យមានការរងខូចខាតជាខ្លាំងបាទហើយធ្វើឲ្យបងវិរៈកងទ័ពយើងក៏មានបាទបាត់បង់ជីវិតផងដែរតែខ្ញុំនៅក្នុងវិធានបទនេះខ្ញុំចង់លើកពាក់ព័ន្ធជាមួយនឹងហេតុអ្វីបានថៃរៀបចំលោខ្លាំងមែនទែនមានការសើចចំអកខ្លាំងមែនទែនពីបណ្ដាប្រទេសនានាទៅលើប្រទេសថៃដែលជាប្រទេសមួយដែលអភិវឌ្ឍណាតែពួកនេះបាទសំមុខហើយបងប្អូនណាសំមុខហើយដែលត្រូវគេសើចចំអកបាទជាប្រទេសដែលខ្ញុំពិបាកនឹងប្រៀបធៀបបងប្អូនណាជាជាតិសាសន៍មួយមិនដឹងថាពួកគាត់គិតយ៉ាងម៉េចគាត់ចង់បានរបស់ខ្មែរយើងគាត់ចង់បាននេះចង់បាននោះគាត់ចង់សម្ដែងឲ្យពិភពលោកបានដឹងព្យាយាមបាទតែធៀបពិតគឺពិតជាខុសខើខ្លាំងមែនតើខ្ញុំនឹងចាំមើលទៀតតើការរៀបចំព្រឹត្តិការណ៍ SEA Games លើកទី33នេះនៅប្រទេសថៃនឹងមានកំហុសអីទៀតហើយនេះគឺជារឿងអាម៉ាស់មួយរបស់ប្រទេសថៃដែលរៀបចំมันបានល្អតតែសោះណាគឺមើលនៅក្នុង live បងប្អូនណាមិនមែនតែខ្មែរប្រទេសប្រជាជនកម្ពុជាយើងទេបាទមានប្រជាជនវៀតណាមឥណ្ឌូនេស៊ីហើយជាមួយនឹងផ្សេងទៀតថាអូខុសហើយហើយអ្នកខ្លះទៀតទៅ compare បាទប្រៀបធៀបការរៀបចំរបស់ប្រទេសកម្ពុជារបស់យើងនៅក្នុង SEA Games ឆ្នាំ2023SEA Games លើកទី32នៅប្រទេសកម្ពុជារបស់យើងថាកម្ពុជាយើងធ្វើបានល្អជាងបាទប៉ិតណាស់សម្រាប់ខ្ញុំជាកូនខ្មែរបាទខ្ញុំគិតថាมันបាច់និយាយច្រើនទេយើងគឺរៀបចំបានល្អជាងទាំងអស់អត្តពលិកដែលមករៀបចំមកប្រកួតនៅប្រទេសកម្ពុជារបស់យើងមានការកោតសរសើរកម្ពុជាយើងខ្លាំងមែនតើมันមានរឿងអ្វីកាត់ឡើងឲ្យដុំកំភួនទេបាទហើយបញ្ចប់ទៅដោយបាទមោទនភាពបញ្ចប់ទៅដោយកិត្តិយសបញ្ចប់ទៅដោយវប្បធម៌បាទផូរផង់មែនតើសម្រាប់កម្ពុជារបស់យើងចំណែកឯថៃមិនទាន់បានប្រមាណបងប្អូនណាគឺបាក់មុខហើយអ្វីខ្ញុំមើលហើយខ្ញុំសើចណាខ្ញុំសើចថាអូប្រទេសអ្នកមានគេរៀបចំបែបហ្នឹងឯងបងប្អូនបាទអញ្ចឹងបងប្អូនយើងនៅក្នុងគ្រាដែលលំបាកនេះ
គ្មានអ្វីក្រៅពីចាប់ដៃគ្នាបាទពួកយើងជាឈាមខ្មែរយើងត្រូវតែសាមគ្គីគ្នានៅក្នុងគ្រាអាសន្ននេះខ្ញុំជឿថាពួកយើងនឹងអាចឈ្នះជាមួយជាតិសាសចោលមួយនេះបាទអញ្ចឹងអរគុណច្រើនវីដេអូនេះគឺមានប៉ុណ្្នេះបាទអរគុណច្រើនបងប្អូនយើង